រកខ្លួនឯងmình từ ban sầm đôi ra là bị cồn muối tặng ở này để xua thả thưa mất là bị họខ្លួនឯងឃើញlấy mình xong lại chậm lạiខ្លួនរបស់mình to cà bị tại cả cà bị mày vây bằng mình coi chia mình đủ mùi để chỉ cồn mày để lơ đôi kia hái à vậy để mình không bị cồn muối tặng ở này nó cứ mình bạn đangខ្លួនឯងច្បាស់ថាខ្លួនឯងថ្ងៃក្រោយជាប្រភពនៅអ្វីដែលmìnhចង់បានការពីក្មេងវ័យរបស់mìnhគ្រាន់តែដឹងថាធ្វើម៉េចរលុយឲ្យបានច្រើនធ្វើម៉េចកំណត់ខ្លួនឯងក្នុងការរស់នៅស្តង់ដារក្នុងការរស់នៅកំណត់ស្តង់ដារនៃគូជីវិតនិយាយមែនគូជីវិតគឺជារឿងសំខាន់ដោយសារមីងកាត់មកមានឃើញគូជីវិតរបស់ឪពុកម្ដាយរបស់មីងមីងកាត់មកបានឃើញអំពីសង្វាក់ផលិតកម្មក្នុងការរកលុយរបស់ឪពុករបស់មីងស្តង់ដារក្នុងការរស់នៅរបស់ឪពុកម្ដាយរបស់មីងអញ្ចឹងមីងកាត់មកគឺមានបានឃើញការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារដ៏ធំមួយរបស់ឪពុកម្ដាយរបស់ខ្ញុំដែលគាត់ចិញ្ចឹមកូនទាំង6នាក់ខ្ញុំតែងតែមានកំណត់គិតថាស្តង់ដារជីវិតរបស់ខ្ញុំទៅថ្ងៃអនាគតគ្រួសាររបស់ខ្ញុំយ៉ាងម៉េចហេរញ្ញវត្ថុក្នុងគ្រួសាររបស់ខ្ញុំយ៉ាងម៉េចការរស់នៅក្នុងជីវិតគូរបស់ខ្ញុំបែបម៉េចអញ្ចឹងមីងគឺជាក្មេងម្នាក់ដែលមានមហិច្ឆតាតាំងពីក្មេងមកសួរថាអាហ្នឹងគេហៅថារកខ្លួនឯងមែនអញ្ចឹងមីងក៏អត់ដឹងថាអាហ្នឹងវាជាអ្វីដែរក៏ប៉ុន្តែមីងគ្រាន់តែខ្លួនឯងបង្កើត map របស់ខ្លួនឯងដើម្បីថាខ្លួនឯងដើរដល់ណាកម្រិតណានៅវ័យណាអញ្ចឹងសូមឲ្យក្មួយៗទាំងគ្នាងាកទៅរកខ្លួនឯងសិនថាតើខ្លួនឯងមានអស់ហ្នឹងនៅក្នុងអារម្មណ៍ខ្លួនឯងឬនៅអ្នកខ្លះមិនមែនរកខ្លួនឯងមិនតាន់ឃើញកំពុងតែវង្វេងអ្នកខ្លះរកឃើញខ្លួនឯងតែរស់នៅក្នុងក្តីស្រមៃដោយមិនការតាំងចិត្តគ្រាន់តែការគិតកុំភ្លេចថាការស្របិនការស្រមៃបើយើងមិនបានធ្វើវាជាស្រមោលតែបើសិនជាយើងស្រមៃបានស្របិនបានគិតបានក៏ប៉ុន្តែផ្សារភ្ជាប់ជាមួយសកម្មភាពផ្សារភ្ជាប់ជាមួយនឹងការខំប្រឹងប្រែងការខំប្រឹងប្រែងរបស់មីងគឺមីងយកជីវិតរបស់មីងរាប់រយម៉ោងយកទៅបដូររាប់ពាន់រាប់ម៉ឺនម៉ោងយកទៅបដូរហើយបទពិសោធន៍ទាំងអស់ហ្នឹងធ្វើជាកម្លាំងចលករដើម្បីជំរុញមីងមិនដែលខ្វល់ខ្វាយអំពីថាអ្នកណាមកជួយមីងឬមីងក៏មិនដែលខ្វល់ខ្វាយថាតើមីងពឹងអ្នកណាបានទេមីងមានម្នាក់ដែលនៅចាំជួយមីងបាននោះគឺខ្លួនឯងអញ្ចឹងខ្លួនឯងរបស់មីងគឺធ្វើឲ្យមីងរកខ្លួនឯងឃើញថាមីងចង់ឲ្យខ្លួនឯងទៅជាអ្វីនៅថ្ងៃស្អែកអញ្ចឹងដើម្បីឲ្យមីងទៅថ្ងៃស្អែកបានល្អជាងហ្នឹងមីងខំប្រឹងថ្ងៃនេះឲ្យរហូតដល់ខ្លួនឯងគិតថារស់បានសម្រាប់ថ្ងៃហ្នឹងអញ្ចឹងឲ្យតែការតាំងចិត្តការប្រឹងប្រែងរបស់យើងគឺបដូរផ្ដាច់តស៊ូពិតប្រាកដដើម្បីខ្លួនឯងគឺយើងទៅមុខហើយត្រូវគិតពីខ្លួនឯងសិនគិតអំពីក្រុមគ្រួសារសិនគិតអំពីញាតិផៅគិតអំពីមនុស្សជាទីស្រឡាញ់គិតអំពីសង្គមជាតិទាំងមូលទើបយើងខ្លាចជាមនុស្សមួយដែលមានប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយដែលចង់អានចង់ដឹងចង់ឮបើមិនជាយើងមិនមានលទ្ធផលល្អប្រវត្តិតស៊ូខំប្រឹងប្រែងពីទាបទៅខ្ពស់ទេយើងនឹងខ្លាចជាប្រវត្តិសាស្ត្រមួយដែលចាស់គំរើប្រវត្តិសាស្ត្រមួយដែលក្មេងៗមិនដែលរលឹកនឹកកណ្ដាលអូខេពីមីង